ត្រីការពីជាតិកម្ពុជាលោកទាសីហានៅថ្ងៃទី9ខែមិថុនាឆ្នាំ2026បានចេញមុខច្រានចោលការផ្សព្វផ្សាយរបស់សារព័ត៌មានថៃនិងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃដែលចោទថាកម្ពុជាបដិសេធយន្តការទ្វេភាគីនិងកំពុងបង្កើនកម្លាំងទ័ពព្រមទាំងសព្វាវុធដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនលោកទាសីហាលើកឡើងថាការចុះផ្សាយនេះគឺជាការបំភ្លៃសារពិតនិងមិនឆ្លុះបញ្ចាំងពីជំហរពិតរបស់រាជរដ្ឋាភិបាលកម្ពុជាទេលោកអះអាងថាកម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយសន្តិវិធីពោលគឺមិនប្រើកម្លាំងការឆ្លើយតបរបស់ប្រមុខការពីជាតិកម្ពុជាគឺស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាសម្ដេចហ៊ុនសែនលោកប្រធានព្រឹទ្ធសភាបានផ្ញើសារច្បាស់លាស់មួយនៅថ្ងៃដដែលថាដំណោះស្រាយតាមយោធាមិនមែនជាជំរើសទេលោកថាការប្រើប្រាស់កម្លាំងយោធាមុននឹងធ្វើឲ្យភាគីនោះក្លាយទៅជាអ្នកខុសទាំងផ្នែកនយោបាយនិងការទូតព្រោះវាជាការបំពានលើបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែធ្នូឆ្នាំ2025លោកបានបន្ថែមថាបើទោះបីជាវាយក៏មិនប្រកាសថាអាចដណ្ដើមយកទីតាំងដែលថៃកំពុងកាន់កាប់មកវិញបានដែរហើយបើទោះបីជាយកបានក៏មិនប្រកាសថាអាចរក្សាការគ្រប់គ្រងបានដែរព្រោះវានឹងក្លាយទៅជាការវាយទៅវាយមកមិនចេះចប់លោកបានប្រដូចស្ថានភាពនេះទៅនឹងចំនួនអ៊ីស្រាអែលនិងកាហ្សាដែលបានអូសបន្លាយអស់ពេលជាច្រើនឆ្នាំនិងបន្តឆ្លងជំនាន់ដូច្នេះលោកប្រធានព្រឹទ្ធសភាបានអំពាវនាវឲ្យភាគីទាំងអស់ថែរក្សាបទឈប់បាញ់និងទុកពេលឲ្យយន្តការនយោបាយការទូតនិងច្បាប់អន្តរជាតិដំណើរការចោទប្រកាន់ពីសារព័ត៌មានថៃលើកនេះកើតឡើងក្នុងពេលដែលកម្ពុជានិងថៃកំពុងតែមានការខ្វែងគំនិតគ្នាទៅលើបញ្ហាព្រំដែនទាំងគោកនិងសមុទ្រកាលពីដើមខែមិថុនាកម្ពុជាបានជូនដំណឹងទៅអង្គការសហប្រជាជាតិនិងប្រទេសថៃអំពីការចាប់ផ្ដើមយន្តការផ្សះផ្សាដោយការចាប់បង្ខំក្រោមអនុសញ្ញានីតិសមុទ្រអង្គការសហប្រជាជាតិ UNCLOS ក្រោយថៃលុបចោលអនុសារណៈនៃការយោគយល់គ្នា MOU 2001ដោយឯកតោភាគីរាជធានីភ្នំពេញអះអាងថាការងាកទៅរកយន្តការផ្លូវច្បាប់អន្តរជាតិមិនមែនជាការបដិសេធការចរចាទ្វេភាគីនោះទេប៉ុន្តែជាការប្រើប្រាស់មធ្យោបាយសន្តិវិធីមួយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងខ្ញុំរស់សុធាពី News Today NTTV